ខ្ញុំមិនយល់សពតែពីអ្នកបរមម្នាក់នៅដែលចិត្តដិតជាមួយខ្ញុំហ្នឹងទៅធ្វើនំបញ្ចុកនៅវាលស្រែស្រាប់តែអរិយប្រធាននេះទៅប្តីយួនហ្នឹងគេចូលមកក្នុងដីខ្មែរដល់ចូលមកខ្ញុំកំពុងតែនាំគ្នារៀបចំធ្វើនំបញ្ចុកអីហ្នឹងដើម្បីស្ទូងដាំអីហ្នឹងស្រាប់តែនោះអាយួនហ្នឹងវាលូតចូលមកតាមភ្លឺស្រែចូលមកភ្លឺស្រែមកដល់កន្លែងខ្ញុំស្រាប់តែវាលូតមកដល់មកជួបមុខខ្ញុំវាងាប់បដ ாய் ហ្មងងាប់ទៅខ្ញុំថាចំអានេះងាប់ក្នុងដីអញមែនអញ្ចឹងខ្ញុំពីអ្នកដែលបរោះម្នាក់ដែលជំនិតជាមួយខ្ញុំហ្នឹងនាំគ្នាអូយកទៅយកទៅឲ្យផុតភ្លឺស្រែអូទៅដល់ទៅចូលក្នុងសុកជួនឲ្យទៅងាប់ទាំងយួនបាត់ទៅស្រាប់រំលងប្រហែលជា2ថ្ងៃខ្ញុំកាលនោះខ្ញុំនៅយល់សពនៅថៃទេហើយខ្ញុំមិនបានដឹងរឿងអីទេអត់បានដឹងរឿងទេគ្រាន់ខ្ញុំប្រាប់លោកកាលនេះនេះជាក់ស្ដែងសួរលោកកាលនៅគៀននេះដឹងហើយនេះខ្ញុំថាលោកកាលខ្ញុំស្ដាប់ឲ្យខ្ញុំយល់សពមិនភ្ញាក់ព្រឹតឥឡូវថាអតីតប្រធាននេះទៅដីយួនគាត់ចូលមកឆ្លៀនពៀនយើងក៏ចូលមកដីយើងខ្ញុំកំពុងញ៉ាំនំបញ្ចុកញ៉ាំអីពេញខ្មែរសម្រាប់រៀបចំស្ទូងទៅអីហ្នឹងស្រាប់តែនោះរត់មកដល់ចូលដីខ្មែរមកជួបមុខខ្ញុំពឹបដួលព្រុងងាប់បដ ாய் ខ្ញុំអូបដ ாய் ចេញទៅឲ្យយកទៅដាក់ដីស្រុកយួនកុំឲ្យងាប់នឹងស្រុកខ្មែរអញ្ចឹងវាជាពីផលមួយថាដូចជាមិនសូវស្រួលខ្លួនទេអានេះដល់ហើយទៅស្រាប់តែខ្ញុំនេះគិតទៅ2ថ្ងៃក្រោយមកអ្នកស្រីសីហួនគាត់បានយល់សពគាត់បានប្រាប់មកប្តីគាត់លោកនេះគាត់ថាម៉េចអ្នកស្រីសីហួនគាត់ថាយីលោកប្រធានកវ៉ាញ់ដរនេះទៅយល់សព2ថ្ងៃសោះឥឡូវយួនប្រធាននេះទៅងាប់មែនតែនបដ ாய் ពីវ៉ាប៉ុន្តែកុំឲ្យប្រាប់គេថាខ្ញុំយល់សពអីចេះតែឃើញជាក់ស្ដែងអញ្ចឹងណាអញ្ចឹងខ្ញុំចេះតែបារម្ភយើងវិលត្រឡប់មកវិញពីរឿងការយល់សពផុសខ្ញុំនេះវាមានការពិតវាច្រើនដែរកាលណាខ្ញុំដាក់ទំនីនេះណាអត់រួចខ្លួនទេមិនដែលរួចខ្លួនទេខ្ញុំមានមនុស្សច្រើនហើយ10 20នាក់ជាក់ស្ដែងដូចជាលួចប្លន់នាឡិកាសម្រាប់ចិត្តខ្ញុំអីចឹងទៅស្លាប់ដោយខ្លួនឯងឈាមចេញពីខ្លួនមកពេញអីនឹងចឹងទៅហើយមានបុគ្គលិក2នាក់ធ្វើការអង្កលនៅក្នុងគណៈបកហ្នឹងអ្នក2នាក់នៅដេញនៅខេត្តកណ្ដាលជាតំណាងខេត្តកណ្ដាលហ្នឹងក្បត់ខ្ញុំនឹងទៅក្បត់ឲ្យលុយហើយនៅតែក្បត់ទៀតខ្ញុំថាប្រយ័ត្នងាប់មកក្បត់ខ្ញុំមានស្អីតែមួយអាទិត្យសោះឈឺទៅហើយងាប់បាត់មែនទាំង2នាក់ទៀតអាហ្នឹងខ្ញុំមិនគាត់ទីហោទីទួយទេអញ្ចឹងបានខ្ញុំមិនចង់លើករឿងនឹងយកមកនិយាយទេប៉ុន្តែយល់សពវាភ្ញាក់មិញនឹងវាដូចជាចម្លែកពេកឃើញលោកហ៊ុនសែនហ្នឹងអីទៅស្រុកយួនស្រុកអីហ្នឹងតែស្រាប់ទៅចរចាគ្នាយ៉ាងម៉េចថាគាត់បានទៅប្រកាសយួនថាឲ្យយួនដើម្បីជួយការពារគាត់ខ្លាចវាមានអាសន្នប្រជាពលរដ្ឋចង់បះបោដោយប្រការណាមួយគឺថាគាត់នឹងរំលាយស្ដេចចោលហើយរូបថតស្ដេចទាំងប្រមាណគឺទៅបោះចោលទាំងអស់នឹងគាត់ត្រឡប់ទៅវិញគាត់នឹងប្រកាសអញ្ចឹងបានខ្ញុំនឹកឃើញថាចុងលោកអីក៏ដូចតែខ្ញុំនិយាយតាំងពីមកតាំងពីដឹងមុនយូរយ៉ាងមកម្ល៉េះខ្ញុំវាកោតដូចថាវាជារឿងចម្លែកផងខ្ញុំទៅភ្ញាក់មិនទេខ្ញុំលុបមុខលុបអីនឹងមិញនឹងឯងបាទដូច្នេះខ្ញុំមិនដឹងថាតើគាត់មុននឹងគាត់ទៅស្រុកយួនស្រុកអីហ្នឹងហើយនេះបានជាគាត់មានបង្កើតព្រឹត្តិការណ៍កូនប្រពន្ធឈឺឥឡូវជាឬឪពុកបងគាត់រៀបស្លាប់រៀបអីហ្នឹងឲ្យមនុស្សភេទទាំងសិនស្រាប់តែលួចស្ងាត់ទៅជួបយួននៅឆ្កុយនេះជារឿងមួយដែលគួរឲ្យឆ្ងល់គិតថាតើរឿងដែលខ្ញុំយល់សពវាអាចខ្លាចទៅជាការពិតទេបើថាការពិតមែនអាហ្នឹងវាល្អមើលហើយប្រទេសខ្មែរខ្លាចទៅជាអធិរាជដឹកនាំដោយស្ដេចហ៊ុនសែនហើយស្ដេចហ៊ុនសែនហ្នឹងកាលណាឡើងសោយរាជអ្នកដែលឡើងទាំងសោយរាជទាំងប្រមាណហ្នឹងអាការយល់សពរបស់ខ្ញុំហ្នឹងនឹងខ្លាចទៅជាធូលីទាំងអស់ហើយនឹងស្លាប់នឹងដោយការតែក្បត់ជាតិឯងសម្លាប់ប្រជាពលរដ្ឋឯងនឹងគឺខ្មោចដែលស្លាប់នៅ3លានអ្នកនៅក្នុងសម័យប៉ុលពតដែលគាត់តាក់ទងនឹងការសម្លាប់ដែលយួនមកសម្លាប់ហ្នឹងគឺថាខ្មោចអ្នកជនរងគ្រោះងើបឡើងរួមជាមួយនឹង1លានអ្នកទៀតដែលត្រូវហ៊ុនសែនញឹមបណ្ដានឹងសុកអេសាននឹងដែលជាអ្នកសម្រាប់ក្រមការដឹកនាំរបស់លោកលើដឹកធរហ្នឹងគឺថាដែលយល់សពមិញនេះបន្ទាប់ពីធ្វើបានស្ដេចបានមួយរយៈហ្នឹង
អាកូនចង់ធ្វើរដ្ឋបាលរួចហើយទីបំផុតគឺស្លាប់ទាំងអស់គ្នាតែម្ដងស្លាប់ហ្មងបាទអញ្ចឹងឥឡូវខ្ញុំយល់សពទុកមុនហើយខ្ញុំចង់ជម្រាបប៉ុណ្ណឹងដូច្នេះខ្មែរយើងនឹងបន្ទាប់ពីហ្នឹងគឺត្រូវបានគេនឹងអាចយករឿងSR 407នេះទៅដឹកនាំទាំងខ្មែរយើងបានអស់មានយួនគ្រប់គ្រងទៀតហើយគឺគេត្រូវបណ្ដេញយួនបណ្ដេញចិនចេញពីស្រុកខ្មែរទាំងអស់ហើយនឹងអាមេរិកគេទៅជួយគ្រប់គ្រងប្រទេសខ្មែរចាប់ពីថ្ងៃនឹងតទៅហើយបាទដែលរឿងមានមនុស្សក្បត់មនុស្សអីក៏គោកក្តីតាំងពីនៅសភាអឺរ៉ុបទៅពេលអីហ្នឹងអានេះវាអាចនឹងកើតមានឡើងឬការប្រទេសខ្មែរនឹងអាចប្រែប្រួលនឹងរៀបចំបានដោយសារតែយួនចង់លេបទឹកដីខ្មែរហើយនឹងអាចិនចង់យកដីខ្មែរសពបែបយ៉ាងដូច្នេះការយល់សពខ្ញុំមិញហ្នឹងគឺឃើញច្បាស់កន្លែងអ្នកដែលទៅស្រុកយួនហ្នឹងមានគ្នាច្រើនដែរហ្នឹង5 6 7នាក់សិតតែមេសិតតែផ្កាយ5ហ្នឹង2នាក់ទៅខ្លួន3នាក់ហើយអត់ឃើញផ្កាយ5មួយទៀតទៅទេណាផ្កាយ5ហេងសំរិនហ្នឹងអត់យល់សពអត់ឃើញណាប៉ុន្តែអ្នកដែលទៅតាមនឹងមានច្រើនបាទនៅតាមមានច្រើនខ្ញុំសង្ឃឹមថាយើងនឹងមានឃើញរូបថតរូបអីនៅក្នុងដែលគេនឹងដឹងគេនឹងផ្សាយតាមរ៉ាឌីយ៉ូជាភាសាយួននឹងឆាប់ឲ្យគិតពិចារណាថាអនាគតប្រទេសខ្មែរយើងនឹងវាអាចប្រែប្រួលដោយប្រការណាមួយចាំយើងពិចារណាទាំងអស់គ្នាទៅហើយតើអាមេរិកនឹងទៅកាន់កាប់ប្រទេសយើងនៅថ្ងៃណាមួយមិនខានទេបាទហើយប្រជាពលរដ្ឋនឹងបាសពេញមនុស្សរាប់លានអ្នកនឹងទៅទម្លាក់លោកហ៊ុនសែនហ៊ុនម៉ាណែតនឹងចោលទាន់ឬមិនទាន់មិនដឹងដែរឬក៏លោកទាំងអស់គ្នាស្លាប់មុនដែលប្រជាពលរដ្ឋងើបឈរឡើងអានេះជាការយល់សប្តិខ្ញុំឯណាសង្ឃឹមថាយើងទាំងអស់គ្នាចងដៃជាមិត្តភាពជាមួយគ្នាចាប់ដៃគ្នាគៀកស្មាគ្នារួមគ្នាជាសម្បត្តិតែមួយដើម្បីជាតិមាតុភូមិយើងហើយអ្នកណាដែលក្បត់ជាតិខ្មែរគឺអ្នកនឹងត្រូវតែរលាយហើយនឹងរលត់ជីវិតក្នុងពេលខាងមុខនេះឯងត្រូវស្លាប់នៅពេលតាមយល់សពខ្ញុំនេះឯង